នេះគឺជាដំណើរកំសាន្តចុងសប្តាហ៍របស់ខ្ញុំដែលខ្ញុំបានទៅលេងនៅទឹកធ្លាក់ជារៀលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនៅស្រុកអមលៀងហើយសម្រាប់ដំណើរកំសាន្តមួយនេះដែរគឺខ្ញុំជ្រើសរើសបើកវិលល្ងាចចឹងបើសិនជាបងប្អូនចង់ដឹងថាវីដេអូនេះទៅជាយ៉ាងណាចឹងរីករាយតាមដានទស្សនារបស់ខ្ញុំទាំងអស់គ្នាហើយកុំភ្លេចចុច follow មេផងហើយ subscribe មេផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអូខេទៅដល់គ្នាខ្ញុំហុយ traveling ចឹងថ្ងៃដល់ដែរគឺខ្ញុំមានពេលមួយថ្ងៃពេញគឺខ្ញុំនឹងទៅលេងជ្រាវវិលល្ងាចចឹងថ្ងៃហ្នឹងខ្ញុំមាន2ម៉ូតូគ្នា3នាក់សិតតែបងខ្ញុំទេមានតែពីការងារគឺយើងឆ្លៀតពេលលំហែខួរក្បាលតិចទៅដល់គ្នាឥឡូវគឺយើងនៅផ្លូវទៅជ្រាវជាមួយនឹងម៉ូតូរបស់ខ្ញុំហើយចង់ដឹងថាសកម្មភាពទៅជាបែបណាចឹងដល់ខ្ញុំកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាចឹងថាទស្សនវិជ្ជានៅផ្លូវជ្រាវវាមិនយ៉ាងឥឡូវស្អាតជាងចឹងតាមដានអស់នេះចឹងមិនយូរប្រហែលក៏យើងបានមកដល់ផ្លូវចូលទឹកធ្លាក់ជ្រាវហើយចឹងផ្លូវចូលទឹកធ្លាក់ជ្រាវនេះគឺស្រស់ស្អាតមែនទែនបងប្អូនគឺយើងមើលទៅមុខទៅគឺឃើញភ្នំស្រស់ស្អាតមែនទែនហើយបើសិនជាយើងមើលជុំវិញខ្លួនទៅវិញគឺស្ថិតតែភ្នំហ្មងបងប្អូនហើយក៏មានស្មៅដែរហើយទស្សនវិជ្ជាពណ៌បៃតងចេះគឺមានអារម្មណ៍ថាស្រស់ស្រាយមែនទែនសម្រាប់ខ្ញុំផ្ទាល់ឲ្យតែដល់ពេលដែលខ្ញុំត្រូវបោះតង់ឬក៏ចុងសប្តាហ៍ចេះខ្ញុំតែងតែចេញមកខែស្រូបយកខ្យល់អាកាសមើលសតទៅសារតែនៅភ្នំពេញចេះគឺឮតែសំឡេងបាសទេអត់តែខ្ញុំចេញពីធ្វើការគឺតែងតែឮសំឡេងបាសហើយបើសិនជាខ្ញុំបានមកខែចេះទៀតគឺមានអារម្មណ៍ថាស្រស់ស្រាយមែនទែនស្ងប់ស្ងាត់ហើយសម្រាប់ខែភាសានេះផ្ទាល់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនគ្នាដើរលេងឲ្យបានច្រើនក៏ព្រោះថានៅពេលដែលយើងដើរលេងទៅគឺយើងស្វែងយល់ពីខ្លួនឯងបានច្រើនមែនទែនទេសភាពមិនដែរទេសភាពអែម ស្រាប់តែ ថាអែម ស្រាប់តែធ្វើការមិនណងអញ្ចឹងហើយមកដើរលេងហ្នឹងមានអារម្មណ៍មិនដែរ ខ្ញុំរកថាអែម បាយឬគឺ yes yes ទេសភាពជាតិ ទេជានិយាយវាថា ថ្ងៃនេះយើងមកវិលល្ងាចអត់បានមកដេកទេយើងអត់មានពេលយើងមានពេលនេះបងបណ្ឌិតទៀតបាទ ថ្ងៃនេះគេថ្ងៃនេះតំណែងពីការធ្វើសំណងមកសាក់ថ្ម សាក់ថ្មជីវិត សាក់ ហើយឥឡូវគឺយើងបានមកដល់ធ្លាក់ជ្រាវហើយចឹងថ្ងៃហ្នឹងគឺមានមនុស្សមកច្រើនមែនតើនៅសារថ្ងៃហ្នឹងគឺជាថ្ងៃចុងសប្តាហ៍ហើយខ្ញុំកំពុងទៅដើរឡើងទៅជាន់ទី7ដោយសារតែជាន់ទី7គឺខ្ញុំចង់ទៅប៉ុន្តែខ្ញុំមិនដែលបានមកអញ្ចឹងក៏ខ្ញុំបានមកក៏ខ្ញុំបានទៅជាន់ទី7ដែរថ្ងៃនេះទោះតែថ្ងៃនេះគឺជាជាន់ទី7យើងមកដល់ហើយបីនាក់គឺយើងមកទៅធ្វើឲ្យទៀតយើងចោលលេងទឹកហ្នឹងចឹងបន្ទាប់មកនៅពេលដែលយើងមកដល់ក៏យើងបានហូបអីជុំគ្នាសិនហើយបន្ទាប់មកក៏យើងបានចុះទៅលេងទឹកដោយសារថាខ្ញុំជិះមករៀងក្តៅតែក៏ខ្ញុំចុះលេងទឹកទៅហើយនេះគឺជាទម្លាប់របស់ខ្ញុំមកនៅពេលដែលចុងសប្តាហ៍គឺខ្ញុំតែងតែមកស្រូបយកខ្យល់អាកាសបរិសុទ្ធចឹងគឺមានអារម្មណ៍ថាធូរស្រាលមែនតើហើយក៏ខ្ញុំសូមអំពាវនាវទៅកាន់បងប្អូនដែលគាត់មកលេងទឹកឬក៏គាត់ទៅកន្លែងណាក៏ដោយយើងសម្រាប់មើលគឺគាត់ត្រូវតែដាក់ក្នុងធុងសម្រាប់ឲ្យបានល្អកុំបោះចោលទៅពីអីអាហ្នឹងគឺជាបរិស្ថានរបស់យើងទេបើសិនជាយើងដាក់សម្រាប់ចូលក្នុងធុងសម្រាប់គឺធ្វើឲ្យបរិស្ថានរបស់យើងគឺល្អមានអនាម័យហើយបើសិនជាយើងហូបអីហើយទៅកន្លែងណាហើយគឺយើងបោះសម្រាប់នឹងចោលកន្លែងហ្នឹងគឺវាពិបាកភ្នែកមើលមែនតើបងប្អូនអញ្ចឹងវាអត់ល្អទេអញ្ចឹងខ្ញុំសូមអំពាវនាវទៅកាន់បងប្អូនយើងដែរថាបើសិនជាមកកំសាន្តកន្លែងណាក៏ដោយគឺកុំយក
សម្រាប់បោះចោលកន្លែងហ្នឹងគឺយើងយកសម្រាប់ទៅបោះចោលនៅធុងសម្រាប់ឲ្យបានល្អអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណដល់អ្នកគ្នាសម្រាប់ការទស្សនានៅវីដេអូនេះអញ្ចឹងវីដេអូពេញគឺខ្ញុំនឹងផុសនៅក្នុង YouTube ឆាប់ៗនេះហើយអរគុណដល់អ្នកគ្នាសម្រាប់ការទស្សនាវីដេអូនេះជួបគ្នាវីដេអូក្រោយ